សួងจุดដំណឹងឲ្យប្រុងប្រយ័ត្នចំពោះការធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកខណៈកម្ពុជានឹងរងឥទ្ធិពលពីព្យុះចំនួន2ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី15ខែវិច្ឆិកាក្រសួងធនធានទឹកនិងឧតុនិយមបានចេញនូវសេចក្តីជូនដំណឹងស្តីពីព្យុះទី26ឈ្មោះហ្វុងវងយោងតាមការអង្កេតនិងពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុក្នុងតំបន់និងប្រជាជាតិកម្ពុជាក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី26ឈ្មោះហ្វុងវង T2526 ជាមួយនឹងព្យុះទី25ឈ្មោះកាល់មេហ្គី T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្គ្រាដែលធ្វើឲ្យមានឥទ្ធិពលលើរបបខ្យល់មូសុងអេសានខ្លាំងបាក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាដាមែននិងលើប្រជាជាតិកម្ពុជាប្រជាជាតិកម្ពុជាដែលស្ថិតនៅក្បែរកន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះកាល់មេហ្គីនិងហ្វុងវងទទួលរងនូវឥទ្ធិពលកម្រិត 20% ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី6ដល់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025តំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់បក់ខ្លាំងនិងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% តំបន់កំពង់រាបរួមមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យប្រាវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួបភ្នំដងរែកនិងជួបភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% តំបន់មាត់សមុទ្ររួមមានខេត្តកោះកុងប្រសេនុកំពតកែបនិងជួបភ្នំបូកូបរិមាណទឹកភ្លៀងអាចកើនឡើងក្នុងកម្រិតមធ្យមនិងមានខ្យល់បក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% រលកសមុទ្របក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងលើការព្យាករណ៍ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់នៅក្នុងករណីមានការប្រែប្រួលសូមសាធារណជនជ្រាបជាព័ត៌មាននាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ព័ត៌មានTVL បំបកហ្វនឹងមកដល់ឆាប់នេះបើកឥឡូវនេះតម្លៃពិសេស$429សម្រាប់អ្នកដែលធ្វើការកក់ JBL បំបកហ្វទទួលបានគូប៉ុង$39សម្រាប់ការទិញផលិតផល Tefal ដែលជាផលិតផលរបស់ប្រទេសបារាំងណាមួយដែលលោកអ្នកពេញចិត្តប្រញាប់ឡើងកក់ឥឡូវនេះ Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ